Bạn số đây bóng ổn ở khán nhé. Ngày nay em trong một riêng bóng ổn ở khán pi được biết nhà lôi từ khmer tam địa cam thí chi mình trend tam tu sập đầy trên bóng ổn trong cam thí nữa bóng ổn mơ bọc cầu mà thành bóng ổn mình cam thí làm hết bóng ổn mơ bọc cầu gần biệt tha cho chúng nè từ tôi bạn này trong nàyต่อมาបងប្អូនមើលទៅលើនេះទេអ្នកទទួលបានទទួលកាប់ទេប្រាក់យើងចង់ផ្ញើទៅប្រទេសណាយើងបាននឹងមកតើមកយើងផ្ញើទៅកម្ពុជានៅលើគេស្រាប់ទី2របៀបទទួលការផ្ញើប្រាក់ទី1នេះខាងលើសម្រាប់អ្នកដែលមានគណនីវិញយើងមានគណនីវិញទី2សម្រាប់អ្នកដកសាច់ប្រាក់លុយសុទ្ធនោះភាគច្រើនយើងផ្ញើតាមទី2ជាដុល្លារសាច់ប្រាក់សុទ្ធតែម្ដងយើងបានលើនឹងមកបន្ទាប់មកយើងបានលើពាក្យថាបន្ទាប់ខាងក្រោមនេះត្រង់នេះឈ្មោះអ្នកទទួលជាភាសាអង់គ្លេសយើងដាក់ឈ្មោះមកឈ្មោះថាគាត់ឈ្មោះស្រីលីនអញ្ចឹងទៅចូលលីនបានដែរលីនហើយទី2ឈ្មោះកណ្ដាលនេះបាច់ដាក់ទេយើងដាក់ទៅទី3នេះក៏បានដែរទី3មកលីនបាទទី2បាច់ដាក់ទេហើយទី3លេខទូរស័ព្ទអូទី4នេះទី4លេខទូរស័ព្ទរបស់គាត់លេខទូរស័ព្ទហ្នឹងទៅពិនិត្យមើលច្បាស់ផងដែរណាព្រោះអីលេខខ្លះយើងច្រឡំបញ្ញាទៅចូលគេអញ្ចឹងពិបាកហើយមួយនេះខ្សែឋានដូចថាគាត់នៅភ្នំពេញអញ្ចឹងយើងទៅសេសរកាត់ក៏បានដែរកុំឲ្យពិបាកសេជីផ្សអង់គ្លេសមកពីអញ្ចឹងមកហើយនេះមួយទៀតតំណាក់តំណងជាអ្នកផ្ញើបានដល់មកទៅជាស្អីបងប្អូនប្រុសស្រីអញ្ចឹងនេះក៏មិត្តនេះក៏ស្អីចឹងយើងដាក់តាមហ្នឹងមកនេះបងប្អូនប្រុសស្រីចឹងប៉ះទៅបងប្អូនប្រុសស្រីចឹងមកតោះមកយើងបបពេញហើយគាត់ឈ្មោះលេនអញ្ចឹងលេខទូរស័ព្ទយើងមើលឲ្យច្បាស់បបពេញឬហើយយើងពាក្យចុចពាក្យដាននេះតែម្ដងតោះមកត្រង់នេះគឺចំនួនទឹកប្រាក់ខាងលើនេះគឺជាចំនួនលុយវ៉ាន់ខាងក្រោមនេះចំនួនដុល្លារអញ្ចឹងបើសិនជាយើងចង់ឲ្យគាត់ទៅដល់ជាដុល្លារប៉ុន្មាននេះឧទាហរណ៍ដូចយើងប៉ះដុល្លារមក20ដុល្លារទៅដល់20ដុល្លារអញ្ចឹងយើងចុចថាបញ្ចប់នេះមកវានឹងដូរជាចំនួនលុយវ៉ាន់មកឲ្យយើងគឺនេះ26780គឺទៅដល់ខ្មែរ$20គឺអត់មានកាត់ចំណាយសេវាទៀតទេគឺកាត់សេវាពីដែរហើយអញ្ចឹងទាំងអស់$26880ទៅដល់ខ្មែរ$20រួចហើយបងប្អូនចុចពាក្យបន្ទាប់មកត្រង់នេះដល់មកបងប្អូនពិនិត្យមើលលេខទូរស័ព្ទនៅត្រង់នេះម្ដងទៀតហើយនឹងឈ្មោះកម្ពុជាឈ្មោះលេនទូរស័ព្ទហើយនឹងចំនួនលុយដុល្លារគោលបំណងការផ្ញើប្រាក់នេះយើងបំពេញដែរប៉ះមកបើសិនជាលុយយើងផ្ញើទៅដើម្បីអ្វីយើងដាក់តាមហ្នឹងមកដូចនេះអំណោយប្រភពថវិកាយើងបានមកពីណាយើងដាក់មកយើងដាក់ទៅប្រាក់ខែនេះមករួចហើយយើងប៉ះលើពាក្យថាពិនិត្យនេះតទៅពីយើងពិនិត្យរួចហើយត្រង់នេះគឺបញ្ជាក់លេខតទៅពីយើងវាយរួចហើយយើងចុចពាក្យដានដល់នេះពេលនោះចំនួនទឹកប្រាក់គេត្រូវដកពីធនាគារយើងដោយស្វ័យប្រវត្តិដែលយើងមិនបាច់ពិបាកផ្ញើទៅទេលើ message មកហើយនេះចំនួនលុយខាងលើ
នេះឥឡូវយើងចុចពាក្យដានទៅមុខទៀតឥឡូវនេះរួចរាល់ហើយគឺឃើញអក្សរពាក្យថាកំពុងដំណើរការបានន័យថាយើងធ្វើការរងចាំក្រុមហ៊ុនផ្ញើលេខកូដមកឲ្យយើងទីត្រង់នេះនៅពេលដែលលេខកូដវិញផ្ញើមកគឺនៅត្រង់នេះគឺលេខពណ៌ខៀវដូចគ្នាតែវាធំដូចគ្នាអញ្ចឹងក៏ប៉ុណ្ណឹងលេខកូដវិញគឺនៅត្រង់ហ្នឹងចាំរយៈពេលប្រហែលជា10នាទីគឺលេខកូដវិញនឹងផ្ញើមកត្រង់នេះឬក៏នៅក្នុង SMS យើងតែម្ដងតើមកបងប្អូនអាចចុចបញ្ចប់ត្រង់នេះបានបាទកម្មវិធីនេះគឺផ្ញើលុយរួចរាល់ហើយគឺតែប៉ុណ្្នឹងទេនៅពេលដែលលេខកូដវិញមកបន្តិចទៀតបងប្អូននឹងបានឃើញលេខកូដវិញខ្ញុំនឹងឲ្យបងប្អូនឃើញលេខកូដវិញតាមនេះអូលឿនមែនឥឡូវលេខកូដវិញមកដល់ភ្លាមតែម្ដងលេខកូដវិញគឺនៅត្រង់នេះនេះហើយលេខកូដវិញពណ៌ទួយចេកបន្តិចប៉ុន្តែយើងអាចផ្ញើលេខកូដវិញទៅឲ្យបងប្អូនយើងដែលគាត់ដែលយើងចង់ដែលយើងផ្ញើទៅហ្នឹងអាចឲ្យគាត់បើកបានហើយលុយហ្នឹងឬក៏លេខកូដវិញហ្នឹងយើងអាចទៅមើលកន្លែង SMS របស់បងប្អូនក៏បានដែរនេះនៅត្រង់នេះ SMS នេះយើងប៉ះលើវាមកនេះចំនួនទឹកលុយ$20លេខកូដវិញនេះទៅឈ្មោះលេនហើយចំនួនទឹកប្រាក់$20ត្រង់នេះជីវិញអូខេឥឡូវខ្ញុំមានតែ